គឺអត់ធ្វើមកដុតបងប្អូនបាទគឺតំណងបងប្អូនបាទគឺមកដុតខ្លាញ់បងប្អូនបាទដុតខ្លាញ់ចឹងយើងក៏ហមបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះគឺខ្ញុំធ្វើមកដុតបាទនេះគឺមនស្រែបងប្អូនបាទគឺមនស្រែនេះគឺ2គីឡូជាងបងប្អូនបាទមនស្រែចឹងហើយយើងធ្វើការសំគ្រឿងបងប្អូនបាទគ្រឿងវាគឺមានខ្ទឹមសខ្ទឹមក្រហមស្លឹកកុលក្រីនិងស្លឹកក្រូចម្ដេចបងប្អូនបាទចឹងនេះគឺប្រេងខ្យងបងប្អូនបាទគឺអំបិលរ៉ូឌីស្ករប៊ីចេងបាទហើយនឹងទឹកត្រីបាទចឹងយើងចាក់ខ្ទឹមនេះបងប្អូនចាក់ប្រេងខ្យងតែម្ដងចាក់ប្រេងខ្យងហើយយើងចាក់វាឲ្យមកល្មមកុំច្រើនពេកបងប្អូនបាទនេះគឺដោយសារប្រេងខ្យងរបស់ខ្ញុំវារៀងអស់ដែរបងប្អូនបាទអញ្ចឹងយើងដាក់អំបិលរ៉ូឌីបងប្អូនបាទដាក់អំបិលរ៉ូឌីរោយលើវាបន្តិចបាទហើយយើងចាប់ផ្ដើមបាទច្បល់បាទយើងចាប់ផ្ដើមច្បល់វាបាទបើវាទៅឲ្យចូលទៀតបងប្អូនបាទយើងច្បល់វាឲ្យចូលទៀតបងប្អូនបាទចូលទៀតចឹងយើងច្បល់ក្នុងបាទពុះវាបាទយើងច្បល់ធំឲ្យចូលជាតិបងប្អូនហើយពេលដែលយើងចូលជាតិហើយយើងអាចដាក់ស្ករហើយបាទស្ករប្របាក់ម៉ូជើងបងប្អូនដៃខ្ញុំល្អិលមិនបាទចឹងយើងដាក់សាក់ដៃល្អិលពេកបងប្អូនបាទវាល្អិលcòn mua bạn nó có cái tăng bây giờ và chương trình rồi score thì tới rồi score hết rồi bị chơi mình tí con phố mà mình tí ba mình tí cái gì chụp mau với tí con phố mà chụp rồi áបាទចំបើវាសោះចំមកហើយបន្តមកគឺយើងរៀបចំបាទរៀបចំវាធ្វើម៉េចយើងដាក់ខ្ទឹមក្រហមចូលបាទរៀបចំដាក់យកចូលក្នុងពោះវាទៅបាទស្លឹកក្រូចបាទគុនស្លឹកគ្រៃបាទស្លឹកគ្រៃហ្នឹងហើយម្ទេសបងប្អូននេះស្លឹកក្រូចសើចម្ទេសបដិបាញ់រត់វាចូលតែម្ដងបងប្អូនបាទបន្ទាប់មកយើងចាប់ផ្ដើមដាក់ចូលក្នុងឆ្នាំងទៅម្ដងបងប្អូនបាទហ្នឹងដាក់ចូលតែឆ្នាំងនេះរៀងទូចតិចបងប្អូនណារៀងទូចឥឡូវយើងបដូរឆ្នាំងបងប្អូនបាទយើងដាក់ឆ្នាំងធំវិញបាទអញ្ចឹងយើងចាប់ផ្ដើមយើងពុះហ្នឹងបងប្អូនបាទតាមរៀងពុះហ្នឹងបាទដល់ដំបូងហើយយើងដាក់ឆ្នាំងទូចពេកដល់អញ្ចឹងយើងបដូរឆ្នាំងតែម្ដងបងប្អូនបាទនេះយើងដាក់ខ្លាញ់ចូលបងប្អូនបាទដាក់ខ្លាញ់ចូលបាទដាក់មកល្មមបាទកុំដាក់ច្រើនពេកបងប្អូនតោះទៅដុតមន់ងាយស្រួលទេបងប្អូនបាទគឺធ្វើម៉េចឲ្យមន់ឆ្អិនល្អបងប្អូនបាទមន់ស្រែបាទចឹងវាឆាប់ឆ្អិនទេបងប្អូននៅពេលដែលយើងឆាប់ឆ្អិនហើយយើងអាចបន្ថយហ្គាសបន្តិចបាទយើងកុំបើកខ្លាំងពេកដោយសារខ្លាចផ្សាយបាទវីដេអូមានប៉ុណ្ណឹងសូមអរគុណ